ស្វាគមន៍មកកាន់ចំណាយ YouTube របស់ខ្ញុំមួយថ្ងៃនេះបងប្អូនបាទចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចែករំលែកជូនបងប្អូនពី3ចំណុចការផលវិបាករបស់ជាងភ្លើងរបស់យើងអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញទៅលើដាក់ទូភ្លើងបាទយើងដាក់ទូភ្លើងបង្ហាញទៅលើកុងតាក់ថាកម្ពស់ហាយរបស់វាកម្ពស់ពីផ្លូវហ្នឹងប្រហែលម៉ែត្រឬក៏ប្រហែលទឹកអីចឹងណាតាមទីតាំងជាក់ស្ដែងអញ្ចឹងណាអញ្ចឹងកុំអោយខាត់ពេលយូរបងប្អូនអាចទៅជាមួយខ្ញុំទាំងអស់គ្នាដើម្បីយើងទៅដើម្បីខ្ញុំទៅបង្ហាញបងប្អូនហើយកុំភ្លេចអសោះជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនស្រឡាញ់គាំទ្រកុំភ្លេចអសោះជួយ Subscribe បាទអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូខាងមុខនេះបាទបងប្អូនបាទអញ្ចឹងជាជំហានដំបូងគឺយើងបុកសម្រាប់ដាក់ទូភ្លើងរបស់យើងបាទសម្រាប់ទូភ្លើងរបស់យើងគឺយើងដាក់1ម៉ែត្រកន្លះបាទពាក់កណ្ដាលទូភ្លើងរបស់យើងហ្នឹងគឺយើងដាក់1ម៉ែត្រកន្លះបាទអញ្ចឹងការងារដែលផលពិបាកជាងគេគឺយើងសម្រាប់ការកាត់បុកបាទសម្រាប់ការកាត់បុកបើសិនជាយើងមានពេលច្រើនសម្រាប់ការដ្ឋានរបស់យើងអត់ទៅពិបាកទេបាទអញ្ចឹងសម្រាប់ការកាត់នេះគឺយើងកាត់មុនគេបូបអញ្ចឹងណាបានយើងធ្វើទៅវាអត់ពិបាកបាទអញ្ចឹងវាពិបាកដូចគ្នាមិនថាវាថយការលំបាកអញ្ចឹងបងប្អូនបាទអញ្ចឹងជើងកុងតាក់របស់យើងសម្រាប់បន្ទប់នេះគឺខ្ញុំដាក់3ទឹកបាទអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងគឺយើងបានបុកហើយរួចរាល់អស់ហើយបាទហើយយើងដាក់ជើងកុងតាក់ដោយសារខ្ញុំអត់បានបិទថតសកម្មភាពបិទទេដោយសារយើងកាន់កាមេរ៉ាតែឯងអញ្ចឹងវាពិបាកអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនគាត់តែធ្វើថាຂະຫນាតរបស់វាចាប់ពីការ៉ូមកឡើងលើកម្ពស់របស់វាយើងយក1ម៉ែត្រកន្លះមកបាទសម្រាប់ជើងព្រីរបស់យើងតាមទីតាំងជាក់ស្ដែងយើងដាក់3ទឹកក៏បាន4ទឹកក៏បានសម្រាប់ទីតាំងជាក់ស្ដែងដែលម្ចាស់ផ្ទះគាត់ត្រូវការអញ្ចឹងបងប្អូនបាទដូចកន្លែងនេះអញ្ចឹងគឺយើងដាក់4ទឹកបាទយើងដាក់4ទឹកហើយយើងទុកចំហអញ្ចឹងដើម្បីគេរៀបការ៉ូទៅវាអត់លឹបបាទអញ្ចឹងបទពិសោធន៍គឺការយើងដាក់អញ្ចឹងក៏វាអត់លឹបអញ្ចឹងបងប្អូនបាទអញ្ចឹងកន្លែងនេះគឺយើងយក1ម៉ែត្រ2ពីផ្លូរមកឡើងលើបន្ទប់ទឹកបាទដូចគ្នាអានេះដូចគ្នាយក1ម៉ែត្រ2ដូចគ្នាខ្ញុំបានដាក់រួចរាល់អស់ហើយសម្រាប់ជើងព្រីបាទអញ្ចឹងបងប្អូនដែលអត់តន់ចេះធ្វើបងប្អូនអាចធ្វើបានកន្លែងនេះគាត់ចាំបាច់គាត់ត្រូវតែដាក់កុំព្យូទ័ររបស់គាត់អញ្ចឹងណានៅក្នុងបន្ទប់គេងរបស់គាត់បាទអញ្ចឹងត្រូវមានព្រីគាត់ហើយកន្លែងនេះក្បាលដំណេកគឺយើងត្រូវមានព្រីផងដែរហើយមានពូរាត្រីមួយផងដែរបាទអញ្ចឹងបងប្អូនបានឃើញឥឡូវនេះគឺខ្ញុំបានរត់ខ្សែរួចរាល់អស់ហើយបាទសម្រាប់ផ្ទះនេះគឺយើងមានទាផងដែរយើងឥឡូវយើងរត់រួចអស់ហើយយើងនៅតែចោះអំពូលទៀតទេយើងនៅតែចោះអំពូលទេយើងនៅតែចោះអំពូលទៀតទេបងប្អូនបាទអញ្ចឹងបងប្អូនដែលថ្មីបាទបងប្អូនអាចធ្វើតាមខ្ញុំកន្លែងនេះម៉ាស៊ីនត្រជាក់ខ្សែភ្លើងគឺខ្ញុំរត់មកដល់អស់ហើយបាទគឺយើងចិត្តហើយចាំមើលវគ្គក្រោយទៀតគឺខ្ញុំនឹងបង្ហាញបងប្អូនតទៅទៀតឥឡូវនេះគឺពេលខ្ញុំរៀបទូភ្លើងចាប់នេះសឹងទៅគឺខ្ញុំបង្ហាញបងប្អូនម្ដងទៀតអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្សែក្នុងបន្ទប់យើងក៏រត់រួចផងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំសរុបទាំងអស់តែម្ដងអញ្ចឹងខ្សែដូចតែយើងបង្ហាញនៅវីដេអូមុនអញ្ចឹងវីដេអូខ្ញុំមានច្រើនបងប្អូនអាចទៅមើលទៅបាទអញ្ចឹងអំពូលនេះគឺយើងដាក់13វ៉ាត់បាទពី10វ៉ាត់ដើម្បីអំពូលជាប់ពីដើមរបស់យើង downline របស់យើងគឺយើងដាក់12វ៉ាត់ហើយតាមបន្ទប់ដូចគ្នាបន្ទប់យើងចាប់ជ្រុងទេអំពូល downline របស់យើងគឺ12វ៉ាត់បាទហើយដាក់អំពូលធំមួយហើយមានម៉ាស៊ីនត្រជាក់មានអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងការងារយើងរត់មុនពីដានគេបិទណាអញ្ចឹងហើយរត់ហើយចាំឲ្យគេបិទបាទអញ្ចឹងបងប្អូនដែលថ្មីបាទសូមបញ្ជាក់បន្តទៀតថ្មីបងប្អូនអត់ដឹងបងប្អូនអាចមើលអញ្ចឹងវីដេអូបងប្អូនឃើញអ្មេចនេះហើយថាខ្ញុំបង្ហាញបងប្អូនទៅលើអីខ្លះបាទបង្ហាញទៅលើទូភ្លើងបង្ហាញទៅលើការកាត់អញ្ចាំងបង្ហាញទៅលើការដាក់ជើងកុងតាក់ថាកម្ពស់ម៉ានអីកម្ពស់ម៉ានបងប្អូនបានឃើញហើយអ្មេចនេះ
bà hay chậm pù chậm anh chẳng na bong bồn bà ở chẳng video nhóm cứ miền tại phần năng tế dùm hẹp chơi làm lại chút bong bồn ở chẳng complete ở sót chưa subscribe trên YouTube nhóm mình đã mua bà hay mua để dẫn đấy cứ video nhóm ở sơ miền phải du tê bong bồn mà ở chẳng sản phẩm thay bong bồn tục chia chấm nè đăng tục chia chấm niên em chơi làm lại tục chia chấm niên bong bồn để thay bong bồn ở toàn chơi thưa thưa chỉ chiang phơn tha cu thưa chẳng na ai chẳng ná ở chẳng trong miền bọt sau tuần mán cứ nhom chạy lại bong bồn phần năng bà ở chẳng complete bà ở chẳng video này cứ nhom miền tập phần năng tây bà sôm chấm đẹp lìa bong bồn ở khné chụp nhom video cày tiệt bát sôm chấm đẹp lìa bà